សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅមករៀនចាធ្វើនំពងទាដោយចាក់ចូលនៅក្នុងពុម្ពចឹងណាពុកម៉ែបងប្អូនហើយពុម្ពរបស់យើងចាមានរូបឆ្មារូបផ្សិតរូបងាវនិងរូប emoji ញញឹមនិងមានរូបផ្សេងទៀតផងដែរអញ្ចឹងដោយកូនពៅធ្វើលើកទី1ចាទើបរៀនធ្វើចង់ដឹងថាធ្វើបានឆ្ងាញ់ឬមួយក៏មិនឆ្ងាញ់យ៉ាងណានោះសូមពុកម៉ែបងប្អូនធ្វើការតាមដានទស្សនាដូចតទៅអញ្ចឹងគ្រឿងផ្សំរបស់យើងចាគឺមានពងទាអំបិលបន្តិចម្សៅមីស្ករសទឹកដោះគោហើយក៏បន្ថែមជាមួយនឹងម្សៅនំប៉័ងនិងមេនំប៉័ងបន្តិចផងដែរអញ្ចឹងឥឡូវនេះគឺថាកូនពៅចាប់ផ្ដើមគោះពងទាអញ្ចឹងពងទាគឺកូនពៅដាក់ចូលចំនួន5គ្រាប់អញ្ចឹងដំបូងនេះគឺកូនពៅធ្វើការគោះពងទាជាមុនសិនប្រសិនមកពុកម៉ែបងប្អូនរៀនធ្វើតាមកូនពៅដាក់ពងទាចំនួនតែ3គ្រាប់បានហើយដែលសារតែកូនពៅដាក់ពងទារៀងច្រើនអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលយើងញ៉ាំទៅពងទារៀងច្រើនហើយសាច់នំរៀងតិចវាអត់ទាន់ស៊ីគ្នាល្អប៉ុន្តែមិនមែនថាមិនឆ្ងាញ់តែហ្មងទេគឺអាចទទួលយកបានអញ្ចឹងឥឡូវនេះគឺថាពងទារបស់យើងបានដាក់ចូល5គ្រាប់ហើយអញ្ចឹងកូនពៅចាប់ផ្ដើមធ្វើការកូរវាឲ្យសព្វល្អអញ្ចឹងក្នុងការកូរនេះផងដែរគឺថាយើងកូររហូតទាល់តែវាឡើងចេញជាដូរទៅជាពណ៌សបែបនេះពុកម៉ែបងប្អូនបន្ទាប់មកទៀតនោះគឺកូនពៅចាក់ម្សៅមីចូលអញ្ចឹងម្សៅមីនេះគឺកូនពៅដាក់រៀងច្រើនដែរណាពុកម៉ែបងប្អូនកូនពៅមិនដឹងថាប្រមាណក្រាមទេដោយសារតែកូនពៅរៀនធ្វើដំបូងអញ្ចឹងនៅពេលដែលយើងចាក់ម្សៅមីចូលហើយយើងធ្វើការកូរពងទារបស់យើងជាមួយនឹងម្សៅមីឲ្យចូលគ្នាល្អអញ្ចឹងនៅពេលដែលយើងកូរទៅគឺវាឡើងរមួតបែបនេះបន្ទាប់មកទៀតគឺកូនពៅដាក់ទឹកដោះគោចូលចំនួនកន្លះកំប៉ុងដោយសារតែយើងដាក់ច្រើនទៅក៏វាផ្អែមខ្លាំងក៏វាមិនសូវជាឆ្ងាញ់ដែរអញ្ចឹងដាក់ចូលចំនួនកន្លះកំប៉ុងទៅវាអត់សូវជាផ្អែមខ្លាំងទេគឺយើងញ៉ាំទៅវាអត់ទ្រាំអញ្ចឹងណាពុកម៉ែបងប្អូនចាបន្ទាប់មកទៀតនេះគឺកូនពៅធ្វើការដាក់ម្សៅនំប៉័ងចូលចំនួន1ស្លាបព្រាបាយហើយនឹងមេនំប៉័ង1ចុងស្លាបព្រាបាយណាពុកម៉ែបងប្អូនដោយសារតែមេនេះគឺយើងមិនចាំបាច់ដាក់ច្រើនពេកទេពុកម៉ែបងប្អូនយើងដាក់តែមួយជឹបហ្នឹងក៏វាឡើងសាច់នំដែរបន្ទាប់មកទៀតគឺកូនពៅធ្វើការដាក់ស្ករសចំនួន2ស្លាបព្រាបាយហើយដាក់អំបិល1ជឹបផងដែរដើម្បីឲ្យនំរបស់យើងគឺថារាងផ្អែមចាប់មាត់ប៉ុន្តែគឺថាអត់ចាប់មាត់ខ្លាំងណាពុកម៉ែបងប្អូនគឺថាមកល្មមទេគ្រាន់តែយើងដាក់អំបិលទៅបង្កើនរសជាតិអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងវាយសាច់នំវាយអីចូលគ្នាអស់ឥឡូវនេះគឺថាយើងមកចាគឺថាដោតពុម្ពរបស់យើងឲ្យវាក្តៅហើយយើងចាក់ខ្លាញ់ចូលបន្ទាប់មកទៀតនោះគឺយើងចាប់ផ្ដើមចាក់ម្សៅរបស់យើងចូលទៅចាអញ្ចឹងពុកម៉ែបងប្អូនឃើញហើយចាគឺថារូបពុម្ពចាគឺថាមានងាវមានផ្សិតមាន emoji ញញឹមនិងមានរូបឆ្មាអញ្ចឹងនំនេះពុកម៉ែបងប្អូនអាចធ្វើបានឲ្យកូនតូចញ៉ាំអញ្ចឹងឯណាដោយសារតែវាមានរូបមានអីទៅគឺថាវាតាក់ទាញកូនរបស់ពុកម៉ែបងប្អូនក៏ដូចជាក្មួយរបស់កូនពៅផងដែរអញ្ចឹងឥឡូវនេះគឺថានំរបស់យើងគឺថាឆ្អិនបានមួយចំហៀងហើយអញ្ចឹងកូនពៅចាប់ផ្ដើមធ្វើការប្រែវាទៅមួយចំហៀងទៀតអញ្ចឹងគឺថាពុកម៉ែបងប្អូនឃើញទេរូបរបស់យើងគឺថាឡើងស្អាតតែម្ដងអញ្ចឹងឥឡូវនេះគឺថានំរបស់យើងបានចាប់ផ្ដើមឆ្អិនហើយអញ្ចឹងកូនពៅក៏បានឆ្កឹះនំមកដាក់ចូលនៅក្នុងចាននិយាយទៅគឺសុំសរសើរតែម្ដងណាពុកម៉ែបងប្អូនគឺកូនពៅសរសើរខ្លួនឯងតំរៀនធ្វើលើកទី1ទេប៉ុន្តែមើលសាច់នំរបស់យើងចោះគឺថាតំណងខ្លាំងមែនតើអញ្ចឹងឥឡូវនេះគឺកូនពៅបានឲ្យក្មួយចិត្តផ្ទះកូនពៅញ៉ាំអញ្ចឹងគេឲ្យមេដៃមេជើងចានៅពេលដែលកូនពៅសួរទៅថាឆ្ងាញ់ដែរឬទេគឺគេថាឆ្ងាញ់អញ្ចឹងមានន័យថា
គឺកូនបើធ្វើលើកទី1នេះអាចទទួលយកបានហើយអញ្ចឹងនៅពេលដែលធ្វើយូរទៅគឺថាអាចធ្វើលក់បានតែម្ដងពុកម៉ែបងប្អូនចាអញ្ចឹងឥឡូវនេះចូលមកដល់វគ្គកូនបើភ្លក់វិញម្ដងមួយនឹងភ្លក់គឺថាហិតសិនចាឈ្ងុយអញ្ចឹងអ្នកធ្វើខ្លួនឯងបើមិនភ្លក់បើមិនញ៉ាំគឺមិនកើតអញ្ចឹងយើងធ្វើការភ្លក់ញ៉ាំខ្លួនឯងទៅចាមានអីគឺថាឆ្ងាញ់ដែរតាពុកម៉ែបងប្អូនអញ្ចឹងក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់កូនបើសូមពុកម៉ែបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងផងណាសូមអរគុណ